ចាសជំរាបសួរពុកម៉ែបងប្អូនជនមហាជនទាំងអស់ថ្ងៃនេះខ្ញុំមានវិធានបទមួយដែលនិយាយអំពីវិធីកម្ចាត់បញ្ហាមុខប្រហោងក្នុងរយៈពេលខ្លីដោយប្រើគ្រឿងផ្សំ2មុខចាមនុស្សគ្រប់រូបសុទ្ធតែមានរន្ធស្បែកប៉ុន្តែមនុស្សមួយចំនួនមានរោមស្បែកធំធំនិងខ្លះទៀតរោមស្បែកទូចទូចជួនកាលរោមស្បែកធំខ្លាំងដូចជានៅលើផ្ទៃមុខហើយបញ្ហានេះធ្វើឲ្យសម្រស់របស់លោកអ្នកលែងស្អាតបាត់បង់ភាពទាក់ទាញចាផ្ទុយទៅវិញបើអ្នកមិនគិតព្យាយាមរិះរកវិធីមកថែរក្សាស្បែកនោះទេបញ្ហាប្រហោងមុខធំនៅតែបង្កើតកើតមានជារៀងរហូតរោគផលិតផលដែលមានជាតិគីមីដែលអ្នកប្រើប្រាស់អាចមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីប៉ុន្តែវាធ្វើឲ្យលោកអ្នកខ្ជះខ្ជាយលុយច្រើននិងថែមទាំងប៉ះពាល់ដល់សុខភាពទៀតផងទីបំផុតចាគឺរោមញើសនឹងត្រឡប់មកដូចដើមវិញដដែលគឺថានិយាយទៅយើងគឺប្រើជាតិគីមីគឺយើងបានស្អាតតែមុនដំបូងទេតែរយៈពេលក្រោយមកវានឹងដូចដើមវិញឬមួយក៏លើសដើមទៀតចាប៉ុន្តែយើងមានវិធីព្យាបាលបែបធម្មជាតិមួយនេះអាចបំបត្តិបញ្ហាប្រហោងមុខអ្នកបានជារៀងរហូតចាគឺមានសុទ្ធសនិងទឹកក្រូចឆ្មាគឺចាគឺសុទ្ធសហ្នឹងយើងយកតែអាសុទ្ធសទេអាក្រហមយើងគឺយើងអត់យកទេចាគឺសុទ្ធសនិងទឹកក្រូចឆ្មាលាយទឹកក្រូចឆ្មាជាមួយនឹងសុទ្ធស2គ្រាប់ក្នុងកូនកែវមួយធ្វើវាឲ្យខាប់យើងលាយវាចូលគ្នាឲ្យខាប់រួចលាបទៅលើស្បែកមុខស្អាតស្បែកមុខដែលយើងជូតវាឲ្យស្អាតហើយយើងលាបលើវាទៅលាបសម្អាតផ្ទៃមុខចេញក្រោយរយៈពេល25នាទីចាយើងទុកវារយៈពេល25នាទីហើយយើងលាងសម្អាតវាចេញចាហើយរូបមន្តទី2គឺផ្លែប៉េងប៉ោះនិងទឹកក្រូចឆ្មាចាគឺកិនប៉េងប៉ោះ2ផ្លែឲ្យម៉ត់រួចដាក់ទឹកក្រូចឆ្មាចូលឲ្យខាប់គឺដាក់លាយចូលគ្នាឲ្យខាប់ទៅលាបវានៅលើផ្ទៃមុខអ្នកនិងរងចាំឲ្យវាស្ងួតរយៈពេល25នាទីដូចគ្នាចាគឺរយៈពេល25ដូចគ្នាបន្ទាប់មកលាងសម្អាតស្បែកចេញប៉េងប៉ោះនិងក្រូចឆ្មាមានផ្ទុកជាតិអាស៊ីតដែលនឹងអាចជួយសម្អាតនិងចាបង្រួមរោមស្បែកយើងឲ្យរួមតូចវិញស្បែករបស់យើងស្អាតណាហើយរូបមន្តទី2គឺនិយាយគឺមានទឹកកុលាបគឺទឹកផ្កាកុលាបយើងណាទឹកកុលាបបូកជាមួយនឹងទឹកក្រូចឆ្មាមួយទៀតគឺត្រសក់ចាដំបូងអ្នកត្រូវចិតសម្បកត្រសក់ចេញបន្ទាប់មកចិតវាជាចំណិតបន្ទាប់មកទៀតយកទឹកកុលាបគឺទឹកផ្កាកុលាបយើង2ស្លាបព្រាកាហ្វេនិងទឹកក្រូចឆ្មា4ដំណក់ដាក់ចូលរួចបិទវានៅលើផ្ទៃមុខរបស់អ្នកទុករយៈពេល25នាទីដូចគ្នាចាគឺ25នាទីទាំង3រូបមន្តចារងចាំឲ្យស្ងួតសិនលាងសម្អាតនឹងទឹកគឺទឹកយើងធម្មតាហ្នឹងលាងសម្អាតវាស្អាតទៅគឺនេះគឺជារូបមន្ត3ដែលលោកអ្នកចង់អនុវត្តមួយណាក៏បានដែរគឺបើយើងគិតថាមួយណាដែលងាយស្រួលសម្រាប់យើងចាពេលនេះវីដេអូខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណសូមជម្រាបលា